កម្ពុជាដាក់ឲ្យប្រើប្រាស់ថ្នាំបង្ការការឆ្លងមេរោគអេដស៍ដែលមានប្រសិទ្ធភាពការពាររហូតដល់ 95% ក្រសួងសុខាភិបាលនៅថ្ងៃទី 27 ខែមិថុនាឆ្នាំ 2025 បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសេវាព្រឹបចាក់ដែលឱសថនោះមានឈ្មោះថាកាបូតេក្រាវីគឺជាប្រភេទថ្នាំចាក់សម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ការប្រកាសដាក់ឲ្យប្រើប្រាស់នេះគឺជាការផ្ដល់ជម្រើសថ្មីមួយសម្រាប់ប្រជាជនដែលប្រឈមមុខដើម្បីជ្រើសរើសក្នុងការបង្ការខ្លួនពីការឆ្លងមេរោគអេដស៍ឲ្យកាន់តែមានប្រសិទ្ធភាពហើយប្រទេសកម្ពុជាក៏ជាប្រទេសដំបូងគេនៅក្នុងតំបន់ដែលបានដាក់ឲ្យប្រើប្រាស់វាត្រូវចាក់រៀងរាល់2ខែម្ដងបន្ថែមពីលើជម្រើសព្រឹបលេបដែលមានប្រសិទ្ធភាពខ្ពស់រហូតដល់ 95% ក្នុងការបង្ការមេរោគអេដស៍ក្នុងជំហានដំបូងក្រសួងសុខាភិបាលនឹងដាក់ឲ្យប្រើប្រាស់នៅរាជធានីភ្នំពេញគឺមាននៅគ្លីនិកជាតិព្យាបាលជំងឺអេដស៍សើស្បែកនិងកាមរោគគ្លីនិកជាតិទីតាំងទី2នៅទួលគោកគឺមជ្ឈមណ្ឌលសុខភាពទួលគោកនិងសមាគមឈូកសគ្លីនិកឈូកសការអនុវត្តជាដំណាក់កាលនេះត្រូវបានគាំទ្រដោយ UNAIDS WHO និងដៃគូសំខាន់ផ្សេងទៀតជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិសកលនិងរដ្ឋាភិបាលអូស្ត្រាលីក្រសួងក៏បានអំពាវនាវឲ្យប្រជាជនដែលជាប្រភេទក្រុមមនុស្សប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍យុវវ័យត្រូវប្រកាន់ខ្ជាប់នៅផ្នត់គំនិតនិងឥរិយាបថវិជ្ជមានក្នុងការបង្ការការចម្លងមេរោគអេដស៍ដើម្បីបង្ការខ្លួនយើងគ្រួសារយើងសហគមន៍យើងនិងសង្គមជាតិយើងពីការរីករាលដាលនៃមេរោគអេដស៍ព្រោះថាយើងអាចភ្លេចមេរោគអេដស៍តែអេដស៍មិនភ្លេចយើងទេហើយបើសង្ស័យថាខ្លួនប្រឈមនឹងការឆ្លងមេរោគអេដស៍ត្រូវរុះរាន់ទៅស្វែងរកសេវាផ្ដល់ប្រឹក្សានិងធ្វើតេស្តរោគមេរោគអេដស៍ដោយស្ម័គ្រចិត្តនិងរក្សាការសម្ងាត់ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ដែលអាចប្រើប្រាស់ក្នុងការសម្រេចចិត្តទៅទទួលសេវាថែទាំនិងព្យាបាលបន្តបានទាន់ពេលវេលា